ลูฟี่សម្រាយរឿងសួស្តីអ្នកទាំងអស់គ្នាឥឡូវជួបជាមួយនឹងខ្ញុំបានម្ដងទៀតហើយដូច្នេះមុននឹងចូលទៅដល់ការសម្រាយរឿងខ្ញុំចង់អរគុណដល់អ្នកទាំងអស់គ្នាដែលតែងតែគាំទ្រហើយនឹងរងចាំការសម្រាយរឿងរបស់ខ្ញុំដូច្នេះកុំឲ្យខាតពេលយូរយើងនឹងចូលទៅដល់ការសម្រាយរឿងរបស់យើងផ្លូវបង្ក្រាបវិញ្ញាណនៅ Season 4 វគ្គ 4 ដែលជាវគ្គបន្តជាមួយគ្នារឿងរបស់យើងក៏កាត់មកស៊ីលីងនិងលោកម៉ឹងនៅក្នុងទីលានប្រកួតសត្វចម្លែកវិញម្ដងសត្វចម្លែកដែលស៊ីលីងយកមកប្រកួតនៅពេលនេះជាមួយនឹងសត្វចម្លែករបស់មរយន្តពីរនាក់បងប្អូននោះគឺជាកូនផ្លែស៊ូនៅពេលដែលគ្រប់គ្នាបានឃើញកូនផ្លែស៊ូរបស់ស៊ីលីងវាតូចខ្លាំងពេកហើយបើប្រៀបធៀបជាមួយនឹងសត្វចម្លែករបស់មរយន្តពីរនាក់បងប្អូនដូច្នេះពួកគេឆ្ងល់ខ្លាំងណាស់តើកូនផ្លែស៊ូរបស់ស៊ីលីងនឹងអាចយកឈ្នះទៅលើសត្វចម្លែករបស់មរយន្តពីរនាក់បងប្អូនបានដូចម្ដេចនៅពេលនោះស៊ីលីងក៏បានដកបំពង់ឫស្សីដែលស៊ូតុងបានឲ្យមកនាងហើយភ្លាមនោះយើងក៏បានឃើញថាមានសត្វឃ្មុំដ៏ធំមួយវាបានបង្ហាញខ្លួនហើយភ្លាមនោះសត្វឃ្មុំក៏បានហើរសម្ដៅទៅរកកូនផ្លែស៊ូប៉ុន្តែនៅពេលដែលសត្វឃ្មុំនោះហោះទៅជិតកូនផ្លែស៊ូរបស់ស៊ីលីងកូនផ្លែស៊ូនោះវាក៏បានហាមាត់ស្រូបយកសត្វឃ្មុំនោះចូលទៅក្នុងខ្លួនរបស់វាបាត់ទៅហើយរឿងរបស់យើងគេក៏បកមកនិយាយពីស៊ីលីងនិងស៊ូតុងបន្តិចមុនពេលដែលស៊ីលីងមកប្រកួតនៅពេលនោះស៊ូតុងបានឲ្យបំពង់ឫស្សីមួយទៅឲ្យស៊ីលីងស៊ូតុងបាននិយាយប្រាប់ទៅស៊ីលីងថាសត្វបិសាចឃ្មុំដែលនៅក្នុងនេះវាអាចជួយដាស់បិសាចដ៏សាហាវដែលនៅក្នុងកូនផ្លែស៊ូរបស់ស៊ីលីងឲ្យក្រោកឡើងហើយវាក៏នាំមកនៅការផ្លាស់ប្ដូរដ៏អស្ចារ្យដែលស៊ីលីងនឹកស្មានមិនដល់ហើយនោះគឺជាការវិវត្តខ្លួនរបស់កូនផ្លែស៊ូបិសាចរបស់ស៊ីលីងនោះឯងកន្លែងនោះស៊ូតុងក៏ចង់ប្រាប់ទៅស៊ីលីងថានៅពេលដែលកូនផ្លែស៊ូរបស់ស៊ីលីងនឹងស្រូបយកបិសាចឃ្មុំដែលស៊ូតុងឲ្យនៅក្នុងបំពង់ឫស្សីនឹងចូលទៅក្នុងខ្លួនរបស់វាចឹងវានឹងវិវត្តខ្លួនខ្លាយទៅជាបិសាចដ៏ខ្លាំងសាហាវអ្នកនរគ្នាចឹងយើងនឹងចូលមកដល់រឿងរបស់យើងវិញក្រោយពេលដែលកូនផ្លែស៊ូរបស់ស៊ីលីងបានស្រូបយកបិសាចឃ្មុំចូលទៅក្នុងខ្លួនរបស់វារួចមកខ្លួនរបស់វាក៏កាន់តែប៉ោងធំឡើងហើយទីបំផុតខ្លួនរបស់វាក៏បានផ្ទុះធ្វើឲ្យគ្រប់គ្នាសើចចំអកឲ្យស៊ីលីងព្រោះគ្រប់គ្នាគិតថាវាផ្ទុះស្លាប់បាត់ទៅហើយប៉ុន្តែអ្វីដែលពួកគេនឹកស្មានមិនដល់នោះគឺការផ្ទុះនោះគឺជាការវិវត្តទៅរករាងកាយថ្មីរបស់កូនផ្លែស៊ូបិសាចតែប៉ុណ្ណោះប៉ុន្តែនៅពេលនោះគ្រប់គ្នាក៏បានឃើញថាមានថាមពលដ៏ខ្លាំងបានលេចចេញមកនិងវាកំពុងតែប្រមូលផ្ដុំគ្នាឡើងវិញនៅខាងលើនៅពេលនោះមនុស្សយន្តពីរនាក់បងប្អូនក៏បានបញ្ជាសត្វបិសាចរបស់ពួកគេឲ្យវាប្រហារទៅលើថាមពលពន្លឺនោះប៉ុន្តែនៅពេលនោះស្រាប់តែមានរបាំងការពារបានចេញមកបាំងនិងការពារពីការវាយប្រហាររបស់សត្វបិសាចមនុស្សយន្តពីរនាក់បងប្អូនរឿងរបស់យើងក៏កាត់មកយ៉ានហួរស៊ូតុងនិង Tiger វិញម្ដងក្រោយពីពួកគេបានដើរទៅដល់កន្លែងអ្នកយាមភ្លាមនោះយ៉ានហួរក៏បានប្រើរន្ទះរបស់គេឆក់អ្នកយាមនៅទីនោះធ្វើឲ្យពួកគេសន្លប់អស់ទៅប៉ុន្តែ Tiger ក៏បានប្រាប់ទៅកាន់យ៉ានហួរថាយ៉ានហួរលោកធ្វើអញ្ចឹងវានឹងលឺសំឡេងរំខានទៅដល់អ្នកខាងក្រៅជាមិនខានស៊ូតុងក៏បាននិយាយឲ្យយ៉ានហួរដូចគ្នាធ្វើឲ្យយ៉ានហួរខឹងនឹងស៊ូតុងហើយពួកគេក៏បានដើរបណ្ដាលនឹងឆ្លោះគ្នាបណ្ដាលប៉ុន្តែបន្តិចក្រោយមកពួកគេក៏បានដើរមកដល់ទ្វារដ៏ធំមួយឃើញបែបនេះពួកគេក៏បានបើកទ្វារនោះហើយក៏នាំគ្នាដើរចូលទៅនៅពេលដែលពួកគេបានដើរទៅដល់ខាងក្នុងពួកគេក៏បានឃើញវត្ថុមានតម្លៃជាច្រើនដែលម្ចាស់ស្ត្រីបានយកមករក្សាទុកនៅទីនេះ Tiger ក៏បានប្រាប់ទៅកាន់គ្នារបស់គេថាពួកយើងត្រូវតែប្រញាប់រកស្រោបដៃរន្ទះឲ្យបានលឿនមុនពេលដែលពួកគេដឹងថាពួកយើងមកទីនេះប៉ុន្តែយ៉ានហួរបានជាចាប់អារម្មណ៍នឹងវត្ថុមានតម្លៃដែលនៅទីនោះទៅវិញយ៉ានហួរបាននិយាយឡើងថាអាមួយនេះបើសិនជាខ្ញុំយកទៅលក់តើខ្ញុំអាចបានប្រាក់ប៉ុន្មានទៅណតើខ្ញុំអាចនឹងសងបំណុលគេទាំងអស់បានដែរឬទេប៉ុន្តែ Tiger ក៏បានប្រាប់ទៅកាន់យ៉ានហួរវិញថាពួកយើងមិនមែនជាចៅនោះទេពួកយើងមកទីនេះគឺដើម្បីមកយករបស់យើងទៅវិញតែប៉ុណ្ណោះយ៉ានហួរក៏បានប្រាប់ទៅកាន់ Tiger វិញថាខ្ញុំគ្រាន់តែនិយាយលេងទេនៅពេលនោះយ៉ានហួរក៏បានប្រាប់ទៅកាន់ស៊ូតុងឲ្យស៊ូតុងនឹងដើររកកន្លែងផ្សេងទៅកន្លែងដែលមានវត្ថុមានតម្លៃទាំងនេះទុកឲ្យគេជាអ្នករកមិនឯងបានហើយភ្លាមនោះយើងក៏បានឃើញកូនចៅរបស់ម្ចាស់ស្ត្រីម្នាក់បានបង្ហាញខ្លួនមកនិងបានលួចវាយប្រហារទៅលើក្រុមរបស់ពួកគេនៅពេលនោះយ៉ានហួរក៏បានវាយទៅលើកូនចៅរបស់ម្ចាស់ស្ត្រីវិញដែរប៉ុន្តែកូនចៅរបស់ម្ចាស់ស្ត្រីមើលទៅពិតជាមិនធម្មតានោះទេព្រោះគេមានការបំលាស់ទីលឿនខ្លាំងណាស់និងមានកម្លាំងថាមពលដ៏អាចកំបាំងដែលក្រុមរបស់យ៉ានហួរពិបាកទប់ទល់បើយើងមើលទៅកូនចៅរបស់ម្ចាស់ស្ត្រីគេមើលទៅដូចជាមនុស្សពីរនាក់ក្នុងខ្លួនតែមួយស្រដៀងនឹង Joker អ្នកនរគ្នាហើយអាវុធរបស់គេនេះគឺប្រើកូនកាំបិតអ្នកនរគ្នាឈ្មោះរបស់គេគឺហ៊ួននៅពេលនោះក៏បានប្រើអាវុធរបស់គេលួចវាយប្រហារទៅលើយ៉ានហួរប៉ុន្តែសំណាងល្អ Tiger ក៏បានចេញមកជួយយ៉ានហួរតាន់ពេលវេលានៅមិនអស់ចិត្តហ៊ួនក៏បានបញ្ចេញកូនកាំបិតរបស់គេទាំងអស់ឡើងតម្រង់ទៅក្រុមរបស់យ៉ានហួរនិងបាននិយាយទៅកាន់ពួកគេថាចាំមើលតើពួកឯងអាចគេចពីកាំបិតរបស់យើងបានទៀតទេភ្លាមនោះហ៊ួនក៏បានគប់កូនកាំបិតរបស់គេបន្ទាប់មកហ៊ួនក៏បានបើកប្រឡោះ portal ជាច្រើននៅជុំវិញក្រុមរបស់យ៉ានហួរក្នុងគោលបំណងសម្រាប់ក្រុមរបស់យ៉ានហួរទាំងអស់ចោលតែម្ដងក្នុងពេលតែមួយប៉ុន្តែយ៉ានហួរក៏បានប្រើរន្ទះឆក់កូនកាំបិតរបស់ហ៊ួនបំផ្លាញចោលអស់ទៅ យ
យ៉ានហ៊ុនថែមទាំងនិយាយឌឺទៅហ៊ុនវិញថាទោះបីជាកំបិតរបស់ឯងច្រើនយ៉ាងណាក៏ដោយវាគ្រាន់តែជាការល្អមើលតែប៉ុណ្ណោះនៅពេលនោះហ៊ុនខឹងនឹងយ៉ានហ៊ុនជាខ្លាំងហ៊ុនក៏បានបញ្ចេញព្រលឹងការពាររបស់គេចេញពីរូបគេមកនិងនិយាយទៅកាន់យ៉ានហ៊ួថាឯងចូលចិត្តគុណកបិតណាស់មែនទេចាំមើលតើឯងនឹងចាប់គុណកបិតវិញ្ញាណរបស់យើងយ៉ាងម៉េចទៀតបន្ទាប់មកហ៊ុនក៏បានបញ្ចេញសត្វវិញ្ញាណរបស់គេមួយទៀតចេញពីខ្លួនរបស់គេដើម្បីឲ្យប្រយុទ្ធជាមួយនឹងក្រុមរបស់យ៉ានហ៊ុនហើយសត្វវិញ្ញាណរបស់ហ៊ុនគឺជាត្រីអ្នកទាំងអស់គ្នាហ៊ុនក៏បានអួតទៅពួកគេថាមនុស្សភាគច្រើនគេអាចប្រើសត្វវិញ្ញាណរបស់ពួកគេបានគ្រាន់តែប្រយុទ្ធតែប៉ុណ្ណោះប៉ុន្តែខ្ញុំគឺខុសពីពួកគេសត្វវិញ្ញាណរបស់ខ្ញុំអាចប្រយុទ្ធផងនិងរួមគ្នាជាមួយនឹងព្រលឹងការពាររបស់ខ្ញុំក៏បានដែរនៅពេលនោះស៊ូតុងក៏បានដើរមកមុខនិងបានប្រាប់ទៅកាន់គ្នារបស់គេថាខ្ញុំដឹងថាខ្ញុំគួរធ្វើអ្វីហើយទុកវាឲ្យខ្ញុំចោះនៅពេលនោះហ៊ុនក៏បាននិយាយថានាងតូចបន្តិចទៀតយើងនឹងធ្វើឲ្យនាងឃើញថាភាពខុសខើគឺជាអ្វីភ្លាមនោះព្រលឹងការពាររបស់ហ៊ុនក៏បានវាប្រហារទៅលើស៊ូតុងប៉ុន្តែស៊ូតុងក៏បានប្រើក្រញាំវេទមន្តរបស់នាងរងជាប់ពីការវាយប្រហារមិនមានអ្វីគ្រោះថ្នាក់នោះទេស៊ូតុងបាននិយាយទៅកាន់ហ៊ុនវិញថាលោកមានព្រលឹងការពារ2ខ្ញុំក៏មាន2ដូច្នេះពួកយើងប្រយុទ្ធគ្នាដោយយុត្តិធម៌បានហើយនៅពេលនោះយើងក៏បានឃើញសត្វបិសាចវិញ្ញាណរបស់ស៊ូតុងនិងព្រលឹងការពាររបស់នាងក៏បានបង្ហាញខ្លួនឡើងនៅខាងក្រោយខ្នងរបស់នាងប៉ុន្តែលោកតាដែលជាព្រលឹងការពាររបស់ស៊ូតុងនៅពេលដែលគាត់ចេញមកគាត់មើលទៅដូចជាមិនចង់ប្រយុទ្ធនោះទេមើលទៅគាត់ដូចជាចង់សម្រាកច្រើនជាងលោកតាក៏បាននិយាយទៅស៊ូតុងថាស៊ូតុងលោកតាហត់នឹងការប្រយុទ្ធហើយតែចៅមិនអាចឲ្យឆ្កែវិញ្ញាណរបស់ឯងចេញមកប្រយុទ្ធបានទេឬស៊ូតុងក៏បានប្រាប់ទៅលោកតាថាវាកំពុងតែដេកខ្ញុំមិនចង់ដាស់វានោះទេដោយសារតែគួរប្រកួតរបស់ស៊ូតុងខ្លាំងចឹងហើយបានជាស៊ូតុងក៏ហៅលោកតាចេញមកចឹងអ្នកនរគ្នាតែលោកតាឃើញតែគាត់ចាស់ចឹងប៉ុន្តែគាត់ខ្លាំងហើយអ្នកនរគ្នាក្រោយពីស្ដាប់ស៊ូតុងនិយាយបែបនេះរួចមកលោកតាទ្រាំមិនបានក៏ដាក់ស៊ូតុងមួយដំបងទៅលោកតាក៏និយាយទាំងខឹងទៅស៊ូតុងថាតើឯងគិតថាលោកតាគ្មានតម្លៃស្មើនឹងឆ្កែរបស់ឯងឬបានជាឯងហៅលោកតាឲ្យមកប្រយុទ្ធជំនួសឆ្កែទៅវិញក្នុងពេលដែលលោកតានិងស៊ូតុងកំពុងតែនិយាយគ្នានៅពេលនោះហ៊ុនបានឲ្យត្រីបិសាចរបស់គេស្រូបស៊ូតុងចេញពីទីនោះបាត់ទៅលោកតាឃើញបែបនេះគាត់ក៏បានសួរទៅកាន់ហ៊ុនថាតើឯងយកចៅស្រីរបស់យើងទៅទីណាហ៊ុនក៏បានសើចនិងនិយាយទៅកាន់លោកតាថាអូប្រហែលជានាងនៅក្នុងប្រអប់ឬនៅក្នុងថូទេដឹងប៉ុន្តែមានតែកាំបិតរបស់ខ្ញុំទេដែលដឹងថានាងនៅទីណាភ្លាមនោះព្រលឹងការពាររបស់ហ៊ុនក៏បានបាញ់កាំបិតរបស់គេប៉ុន្តែលោកតាក៏បានលើកដំបងរបស់គាត់ឡើងនិងបានស្រូបកាំបិតទាំងនោះអស់ទៅបន្ទាប់មកលោកតាក៏យកដំបងរបស់គាត់ឲ្យបិសាចវិញ្ញាណហិតក្រោយមកយើងក៏បានឃើញបិសាចវិញ្ញាណវាក៏បានរត់ចូលទៅវាប្រហារទៅលើត្រីបិសាចរបស់ហ៊ុនហើយមិនត្រឹមតែប៉ុណ្ណោះវាក៏បានលោតទៅចាប់ហែកខ្លួនព្រលឹងការពាររបស់ហ៊ុនឲ្យដាច់ជាពីរស្លាប់ភ្លាមធ្វើឲ្យហ៊ុនមានការភ្ញាក់ផ្អើលជាខ្លាំងហើយចុងក្រោយវាក៏បានលោតទៅចាប់ហ៊ុនខំស៊ីអស់ទៅក្រោយពីការប្រយុទ្ធរបស់ពួកគេត្រូវបានបញ្ចប់ពួកគេក៏បាននាំគ្នារកស៊ូតុងដែលហ៊ុនបានយកនាងលាក់ទុកពួកគេក៏បានរកឃើញស៊ូតុងនៅក្នុងហឹបមួយនៅក្នុងបន្ទប់របស់ម្ចាស់ស្ត្រីក្រោយពីពួកគេបានជួយស៊ូតុងរួចមក Tiger ក៏បានប្រាប់ទៅគ្នារបស់គេថាការប្រយុទ្ធអំបញ្ញមិញនេះសម្លេងខ្លាំងណាស់ខ្ញុំគិតថាពួកយើងគួរតែឆាប់ចាក់ចេញពីទីនេះលឿនទៅទើបជាការប្រសើរស៊ូតុងក៏បាននិយាយទៅកាន់ Tiger ថាចាំបន្តិចពេលខ្ញុំនៅក្នុងហឹបអំបញ្ញមិញនេះខ្ញុំគិតថាខ្ញុំបានរកឃើញរបស់ដែលឯងកំពុងតែស្វែងរកហើយស៊ូតុងក៏បានបង្ហាញប្រអប់មួយចេញមកបង្ហាញទៅដល់ Tiger នៅពេលដែល Tiger បានបើកប្រអប់នោះនាងក៏បានឃើញស្រោមដៃរន្ទះដែលនាងកំពុងតែស្វែងរកនោះឯង Tiger និយាយឡើងថាខ្ញុំពិតជាសំណាងណាស់ដែលបានរកឃើញឯងស្រោមដៃរន្ទះហើយរឿងរបស់យើងក៏កាត់មកការប្រកួតសត្វវិញ្ញាណរបស់ស៊ីវលីងនិងមរយន្ត2នាក់បងប្អូនវិញម្ដងនៅពេលនេះមរយន្ត2នាក់បងប្អូនក៏បានបញ្ជាសត្វវិញ្ញាណរបស់គេឲ្យឆាប់បំផ្លាញរបាំងថ្មនោះចោលទៅមុនពេលដែលសត្វវិញ្ញាណរបស់ស៊ីវលីងងើបឡើងមកនៅពេលដែលសត្វវិញ្ញាណរបស់មរយន្ត2នាក់បងប្អូនបានប្រើអាវុធរបស់វាទៅវាប្រហារកូនផ្លែស៊ូរបស់ស៊ីវលីងនៅពេលនោះក៏មានការផ្ទុះយ៉ាងខ្លាំងបន្ទាប់ពីស្ងប់ស្ងាត់ទៅយើងក៏បានឃើញថាកូនបិសាចផ្លែស៊ូរបស់ស៊ីវលីងនៅពេលនេះមិនមែនជាកូនផ្លែស៊ូដូចពីមុនទៀតនោះទេក្រោយពីវាបានស្រូបយកសត្វខ្មោចវិញ្ញាណចូលទៅក្នុងខ្លួនរបស់វារួចមកកូនផ្លែស៊ូវាក៏បានវិវត្តខ្លួនរបស់វាคล้ายទៅជាបិសាចដ៏ខ្លាំងនិងសាហាវនៅពេលនោះមរយន្ត2នាក់បងប្អូនក៏បានបញ្ជាឲ្យសត្វវិញ្ញាណរបស់ពួកគេសម្លាប់ផ្លែស៊ូរបស់ស៊ីវលីងប៉ុន្តែមិនទាន់បានចូលទៅចិត្តផងផ្លែស៊ូបិសាចរបស់ស៊ីវលីងក៏បានលោតចូលទៅចិត្តបិសាចដុំថ្មរបស់មរយន្ត2នាក់បងប្អូនបន្ទាប់មកវាក៏បានប្រែคล้ายជើងរបស់វាคล้ายទៅជាមាត់យ៉ាងធំហើយមើលទៅគួរឲ្យខ្លាចនិងបានត្របាក់លេបបិសាចដុំថ្មរបស់មរយន្ត2នាក់បងប្អូនបាត់ទៅធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងហើយសូម្បីតែស៊ីលីងក៏នាងមិននឹកស្មានថា
កូនផ្លែស៊ូរបស់នាងដែលខ្ជូតគួរឲ្យស្រឡាញ់ប្រែក្លាយទៅជាបិសាចដ៏គួរឲ្យខ្លាចបែបនេះទៅវិញក្រោយពីស៊ីបិសាចដុំថ្មរបស់មរយន្តពីរអ្នកបងប្អូនរួចមកកម្លាំងនិងធម៌ពលរបស់ស៊ូបានឡើងមួយកម្រិតបន្ថែមទៀតនៅពេលនោះមរយន្តពីរអ្នកបងប្អូនមានការខឹងនិងស៊ូជាខ្លាំងដែលស៊ូបានស៊ីបិសាចដុំថ្មរបស់ពួកគេមរយន្តពីរអ្នកបងប្អូនក៏បានបញ្ជាឲ្យបិសាចពស់របស់គេចូលទៅវាយប្រហារវិញម្ដងប៉ុន្តែស៊ូក៏បានបំលែងខ្លួនរបស់គេទៅជាដែកធ្វើឲ្យអាវុធរបស់បិសាចពស់មិនអាចមុតខ្លួនរបស់គេបាននោះឡើយមរយន្តពីរអ្នកបងប្អូនមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះនេះគឺជាក្បាច់ពិសេសរបស់បិសាចដុំថ្មរបស់ពួកគេនោះទេប៉ុន្តែហេតុអ្វីក៏ស៊ូអាចចេះប្រើវាបានទៅវិញនឹងមានន័យថានៅពេលដែលស៊ូស៊ីបិសាចណាមួយចូលទៅក្នុងខ្លួនរបស់គេអញ្ចឹងកម្លាំងនិងធម៌ពលរបស់ស៊ូនឹងកើនឡើងហើយស្និតប្រយុទ្ធហើយនឹងបិសាចដែលស៊ូស៊ីនឹងអញ្ចឹងស៊ូចេះដូចគ្នាដល់គ្នាភ្លាមនោះបិសាចពស់ក៏បានប្រើក្បាច់ពិសេសរបស់វាប្រហារទៅលើស៊ូដោយបញ្ចេញក្បាលពស់ជាច្រើនទៅសម្លាប់ស៊ូប៉ុន្តែស៊ូក៏បានហោះចូលទៅរកបិសាចពស់យ៉ាងលឿននិងបានប្រើអាវុធនៅកន្ទុយរបស់គេបំផ្លាញសត្វពស់ផ្ទុះអស់ទៅបន្ទាប់មកស៊ូក៏បានប្រើកន្ទុយរបស់គេចាក់បិសាចពស់របស់មយន្តពីរអ្នកបងប្អូននៅពេលនោះស៊ីលឿងក៏បានហៅស៊ូក៏បានហោះមកជិតស៊ីលីងនិងបានហិតក្លិនរបស់ស៊ីលីងធ្វើឲ្យលោកម៉ងភ័យជាខ្លាំងព្រោះខ្លាចថាស៊ូនឹងវាប្រហារមកលើពួកគេស៊ូក៏បាននិយាយទៅកាន់ស៊ីលីងថានាងគឺដូចជាខ្ញុំធ្លាប់បានស្គាល់ស៊ីលីងក៏បានប្រាប់ទៅកាន់ស៊ូថាមែនហើយពួកយើងគឺជាដៃគូល្អនឹងគ្នាពួកយើងតែងតែនៅជាមួយគ្នានោះអីតែឯងភ្លេចហើយឬភ្លាមនោះស៊ូក៏បានចូលទៅក្នុងកណ្ដឹងក្រោយខ្នងរបស់ស៊ីលីងនិងបានប្រាប់ទៅស៊ីលីងថាឥឡូវខ្ញុំចង់គេងហើយហៅខ្ញុំនៅពេលដែលនាងត្រូវការខ្ញុំក្នុងពេលនោះម្ចាស់ស្ត្រីក៏បានដើរមករកស៊ីលីងនិងលោកម៉ងហើយម្ចាស់ស្ត្រីក៏បានទះដៃអបអរសាទរស៊ីលីងព្រោះនៅពេលនេះអ្នកដែលឈ្នះក្នុងការប្រកួតសត្វវិញ្ញាណនោះគឺជាស៊ីលីងនេះឯងគ្រប់គ្នាក៏បានទះដៃអបអរសាទរស៊ីលីងដូចគ្នាម្ចាស់ស្ត្រីក៏បាននាំស៊ីលីងនិងលោកម៉ងនិងមរយន្តពីរអ្នកបងប្អូនទៅឯដំណាក់របស់ម្ចាស់ស្ត្រីដើម្បីទទួលរង្វាន់នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ដំណាក់ម្ចាស់ស្ត្រីលោកម៉ងក៏បានខ្សឹបប្រាប់ស៊ីលីងថាម្ចាស់ស្ត្រីនាំពួកយើងមកទីនេះខ្ញុំមានអារម្មណ៍ដូចជាមិនស្រួលនោះទេស៊ីលីងនៅពេលនោះមរយន្តពីរអ្នកបងប្អូនក៏បានសួរទៅកាន់ម្ចាស់ស្ត្រីថាមិនហើយតើម្ចាស់ស្ត្រីនឹងនាំពួកយើងទៅកន្លែងណាម្ចាស់ស្ត្រីក៏បានប្រាប់ទៅកាន់ពួកគេថាតើលោកធ្លាប់ឮរឿងព្យុះគោរន្ទះដែរឬទេម្ចាស់ស្ត្រីក៏បាននិយាយទៀតថារាប់រយឆ្នាំមកហើយកន្លែងនេះគឺជាកន្លែងដែលមានពេញទៅដោយភាពវឹកវរហើយដោយសារតែមានសត្វសាហាវមួយដែលស្គាល់ថាជាបិសាចសមុទ្រនៅពេលនោះទេវតារន្ទះនិងទេវតាផ្គរត្រូវបានបញ្ជូនមកបង្ក្រាបបិសាចនេះក្រោយពីបិសាចបានស្លាប់ទៅទីនេះចាប់ផ្ដើមមានភាពសុខសាន្តឡើងវិញដូចជាអ្នកទាំងអស់គ្នាបានឃើញឥឡូវនេះអញ្ចឹងហើយព្រះពុទ្ធថ្មរាប់រយអង្គត្រូវបានគេឆ្លាក់ដើម្បីបិទវិញ្ញាណអាក្រក់ទាំងនេះប៉ុន្តែក្រោយមកទេវតារន្ទះនិងទេវតាផ្គរបានបែកបាក់គ្នានិងប្រយុទ្ធគ្នាអស់រយៈពេល100ឆ្នាំហើយនៅទីបំផុតទេវតាផ្គរក៏អាចយកឈ្នះទេវតារន្ទះជាការសងសឹកទេវតារន្ទះក៏បានបំផ្លាញរូបចម្លាក់ព្រះពុទ្ធទាំងនេះចោលដើម្បីដាស់វិញ្ញាណបិសាចឲ្យក្រោកឡើងភ្លាមនោះយើងក៏បានឃើញលោកយាយចម្លងទូកគាត់បានជិះមករកពួកគេប៉ុន្តែអ្វីដែលចម្លែកនៅពេលនេះនៅពេលដែលលោកយាយមកដល់ម្ចាស់ស្ត្រីហាក់ដូចជាមានការគោរពខ្លាំងណាស់ចំពោះលោកយាយនៅពេលដែលលោកយាយបានបើកក្រណាត់គ្របក្បាលរបស់គាត់ឡើងទើបយើងដឹងថាតាមពិតនេះគឺជាអ្នកខ្លាំងលេខទី10របស់ក្រុមអង្គការរាជវង្សសោះហើយនាងមានឈ្មោះថា Camilla អ្នកទាំងគ្នាដូច្នេះក្រុមរបស់យឿនពីងលោកម៉ងនិងស៊ីលីងនៅពេលនេះវីវោហើយទាំងក្រុមអាណាចក្រវិញ្ញាណហើយនិងក្រុមអង្គការរាជវង្សនឹងសុទ្ធតែបញ្ជូនអ្នកខ្លាំងឲ្យមកតាមសម្លាប់ពួកគេដូច្នេះតើយឿនពីងហើយនឹងក្រុមរបស់គេតើត្រូវទប់ទល់ជាមួយនឹងក្រុមអង្គការរាជវង្សហើយនឹងអាណាចក្រវិញ្ញាណយ៉ាងដូចម្ដេចដូច្នេះមានតែរងចាំការសម្រាយរឿងរបស់ខ្ញុំនៅវគ្គបន្តទៀតតែប៉ុណ្ណោះតែមុននឹងបញ្ចប់ខ្ញុំសូមឲ្យអ្នកទាំងគ្នាដែលអត់ទាន់បានជួយចុច Subscribe ជួយចុច Subscribe ហើយនឹងដាក់សញ្ញារូបកណ្ដឹងដើម្បីជាការផ្ដល់កម្លាំងចិត្តឲ្យខ្ញុំហើយចុងក្រោយ Luffy សម្រាយរឿងសូមអរគុណសូមជម្រាបលា